អីយ៉ាស់កន្លែងកំសាន្តដែលមានទេសភាពស្អាតបែបនេះបងប្អូនទាំងអស់គ្នាប្រហែលជាអ្នកស្រុកស្អាតទាំងអស់គ្នាអត់ស្គាល់ទេបងប្អូនឥឡូវគាត់ចាប់បើកដំណើរការវិញឯងបងប្អូនហើយឡើងភីងតែម្ដងណាហើយដោយសារតែដីគាត់ធំធ្វើឲ្យគាត់រៀបចំកន្លែងកំសាន្តនេះបានច្រើនសម្បូរបែបមែនទែនបងប្អូនមកញ៉ាំកាហ្វេតាមមួយកែវឯក្នុងឱកាសនេះរដូវនេះពេលនេះតែម្ដងបងប្អូនអាចចូលលេងទស្សនាបានដោយសេរីមានទេសភាពថតរូបស្អាតជាច្រើនអាចអង្គុយនៅលើវេរកដានេះមើលវាលស្រែក៏បានដែរជាពិសេសមួយទៀតបងប្អូននាំកូនតូចៗមកអាចមុជទឹកលេងកំសាន្តបានទៀតដែរអាងទឹកហ្នឹងគាត់យកម្នាក់ 6000 រៀលប៉ុន្តែបើសិនជាបងប្អូនញ៉ាំកាហ្វេគាត់មួយកែវនៅទីនេះឥឡូវហ្នឹងណាគាត់មាន promotion គឺអត់អស់លុយទេបងប្អូនចូលលេងបានដោយសេរីតែម្ដងហើយដែលកន្លែងហ្នឹងគឺមានឈ្មោះថាសន្សើមអគីដេនឹងឯងបងប្អូនដែលគាត់ទើបនឹងចាប់បើកថ្មីនេះឯងហើយជាពិសេសបងប្អូនទាំងអស់គ្នាពេលដែលបងប្អូនទាំងអស់គ្នាមកទីនេះបងប្អូនចំណេញអីគឺចំណេញអស់កាហ្វេមួយកែវបានរីលិចជាមួយធម្មជាតិដ៏ស្រស់ស្អាតជាច្រើនតែម្ដងដោយសារតែដីគាត់គឺជាង2ហិកតាបងប្អូនអញ្ចឹងធំមែនតើបងប្អូនដើរលេងបាទដើរលេងមកព្រឹកថ្ងៃត្រង់ហើយអញ្ចឹងបើសិនជាបងប្អូនហេវបាយចង់កំងបាយគាត់ញ៉ាំគាត់ក៏មានអាហារកំងដែរប៉ុន្តែត្រូវតែកក់ទុកមុនតាមលេខទូរស័ព្ទនៅក្នុង comment ខាងក្រោមដោយសារគាត់អត់ទាន់បើកពេញលេញ 100% ទេអញ្ចឹងបើសិនជាមកដល់ចង់កំងអីភ្លាមគឺអត់មានទេបងប្អូនអធិស្ឋានតែបើចង់មកឲ្យកំងគឺកក់ទុកមុនប្រាប់គាត់មុនគាត់នឹងរៀបចំមុនអញ្ចឹងណាហើយជាពិសេសកន្លែងនេះបងប្អូនហើយមើលឡើងភីងថតរូបស្អាតមែនទែនជាពិសេសមកជាមួយក្ដៃគូសងសាងមិត្តភ័ក្តិអីអែមតែម្ដងហើយគាត់ក៏មានជីតាឲ្យបងប្អូនទាំងអស់គ្នាដែលចេះលេងជីតាហ្នឹងមកកេះលេងកំសាន្តបានច្រៀងលេងកំសាន្តបានផងដែរណាអត់មានគិតលុយគិតកាក់អីទេទាំងអស់ហ្នឹងគឺគាត់ free ទាំងអស់តែម្ដងបងប្អូនទាំងអស់គ្នាប្រៀបដូចជាទិញកាហ្វេមួយកែវ free សបត់ចូលតែម្ដងគឺលេងបានគ្រប់កន្លែងថតរូបបានគ្រប់កន្លែងអង្គុយបានគ្រប់កន្លែងតែម្ដងជាពិសេសក្មេងៗទៀតបងប្អូនមានអាំងហែតទាំងចេះទៀតគឺកូនអីគឺត្រូវតែម្ដងសម្រាប់លក្ខណៈគ្រួសារណាអញ្ចឹងបើអត់ញ៉ាំកាហ្វេទេអាំងទឹកនេះគឺគាត់យកម្នាក់ 6000 រៀលហើយមិនតាមតែប៉ុណ្ណោះគាត់មានកញ្ចុះឲ្យបងប្អូនអង្គុយលេងកំសាន្តទៀតអាកញ្ចុះនេះគឺគាត់ជួលបងប្អូនជួលសម្រាប់អ្នកមកជាក្រុមអាចដាក់មនុស្សបានចាប់ពី10ទៅ15នាក់ណោះយកម្ហូបបានដោយសេរីប៉ុន្តែកញ្ចុះហ្នឹងគឺគាត់ត្រូវគិតលុយថ្លៃកញ្ចុះតែបងប្អូនទាំងអស់នេះយកម្ហូបពីក្រៅមកដោយសេរីអត់មានគិតលុយគិតកាក់ទៀតទេគឺគិតតែថ្លៃកញ្ចុះហើយបងប្អូនអាចសប្បាយរីករាយជាមួយទេសភាពនៅក្នុងហ្នឹងគឺពេញមួយថ្ងៃតែម្ដងប៉ុន្តែបើសិនជាបងប្អូនខ្ជិលយកម្ហូបចូលនាំតែញ៉ៃញ៉ៃសពិញសពងបងប្អូនមកកក់គាត់មុនមកបងប្អូនទាំងអស់គ្នាមកលេងជាក្រុមហើយត្រូវខលទៅគាត់មុនមួយថ្ងៃបាទស្អែកទៅអញ្ចឹងខលទៅថ្ងៃហ្នឹងអញ្ចឹងណាតាមលេខទូរស័ព្ទនៅក្នុង comment ខាងក្រោមកក់គាត់ទៅចង់ញ៉ាំអីហើយស្អែកឡើងមកជាក្រុមមកគាត់នឹងរៀបចំឲ្យអត់អស់លុយញ៉ៃញ៉ៃច្រើនបាទអស់តែថ្លៃម្ហូបហ្នឹងហើយដើរលេងកំសាន្តរីលិចនៅក្នុងរមណីយដ្ឋានរបស់គាត់ហ្នឹងតែម្ដងហើយមកដល់កន្លែងនេះវិញគឺមានអង្រឹងឲ្យបងប្អូនអង្គុយលេងកំសាន្តទៀតគឺលយមែនតែម្ដងហើយតុកហ្នឹងគាត់គម្រោងធ្វើកុនឲ្យបងប្អូនមើលណាគាត់ត្រូវប្រចាំងកុនឲ្យបងប្អូនមើលទៀតទៅថ្ងៃមុខបើមានបងប្អូនមកលេងច្រើនហើយកន្លែងនេះវិញគឺកន្លែងដែលបងប្អូនបែបចូលចិត្តបែបលក្ខណៈ camping លក្ខណៈបោះតង់គឺកន្លែងនេះគឺត្រូវបាទអង្គុយថតរូបជប់គ្នាជាបានណាហើយក៏មានកន្លែងអង្គុយបែបដូចកូនមាត់ព្រែកបងប្អូនទាំងអស់គ្នាមានចកមានអីទៀតនេះអូយលយមែនតែម្ដងហើយបើកន្លែងនេះវិញគាត់ធ្វើកាត់ដូចជាកាត់បរទេសណាមើលទៅលយមែនតែមានអាវងមូលដូចនៅជប៉ុនអញ្ចឹងហើយនៅក្នុងហ្នឹងយើងបែបអង្គុយញ៉ាំតែញ៉ាំអីណាតែអត់មានតែគឺមានតែកាហ្វេទេហើយមានសភៅឲ្យបងប្អូនអានលេងកំសាន្តទៀតតែបើបងប្អូនចូលចិត្តថតរូបថតអីអូយត្រូវណាបងប្អូនហើយកាហ្វេនៅកន្លែងគាត់បើនិយាយពីតម្លៃវិញគឺអែមគឺតម្លៃចាប់ពី 5000 រៀលឡើងទេហើយរសជាតិវិញបងប្អូនឆ្ងាញ់អស់តោះតែម្ដងព្រោះសារខ្ញុំសាកហើយឆ្ងាញ់ហើយក្រៅពីកាហ្វេគាត់ក៏មានជាប្រភេទបាយស្រាប់ចេះបងប្អូនដែរអ្នកដែលមកពេលថ្ងៃចង់ញ៉ាំបាយអញ្ចឹងណាក្រៅពីម្ហូបកំងគឺគាត់មានអាស្រាប់នឹងឯងគឺមួយចាន 10000 រៀលទេអញ្ចឹងកន្លែងនេះខ្ញុំពិតជាណែនាំមែនតើសម្រាប់អ្នកបងប្អូនដែលនៅស្រុកស្អាងទាំងអស់គ្នាជាពិសេសអ្នកនៅស្អាងភ្នំណាយើងធ្វើដំណើរពីស្អាងភ្នំមកជិតដល់ស្ពានកំពង់ស្វាយបងប្អូនបត់ឆ្វេងបាទបត់ឆ្វេងប្រហែលជាប្រហែល100ម៉ែត្រទេគឺឃើញហើយតាមផ្លូវជាតិនឹងឯងគឺគេហៅថាសន្សើមអង្គីដេនេះឯងឃើញផ្លាកគាត់បងប្អូនជិះម៉ូតូជិះឡានចូលមកបាទទុកខាងក្នុងហើយចូលញ៉ាំកាហ្វេមួយកែវទិញកាហ្វេមួយកែវហើយបងប្អូនដើរលេងសេរីបាទជុំវិញនឹងទាំងអស់បងប្អូនអាចដើរលេងបានទាំងអស់អាចថតរូបបានទាំងអស់អាចអង្គុយលេងបានទាំងអស់គឺគាត់អត់មានឆាយសេវាអត់មានអីទៀតទេឲ្យតែបងប្អូនមកទិញកាហ្វេគាត់មួយកែវញ៉ាំតោះចាំការទៀត share វីដេអូនេះម្នាក់មួយទៅអ្នកស្អាងស្អែកទៅជាមួយគ្នា